សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងនិយាយអំពីប្រតិកម្មរបស់ប្រទេសនានាជុំវិញពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិកបានអនុវត្តប្រតិបត្តិការយោធាដែលនាំទៅដល់ការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡានីកូឡាស់ម៉ាឌូរ៉ូនិងភរិយារបស់គាត់បន្ទាប់ពីការចាប់ខ្លួនគាត់ត្រូវបាននាំទៅទីក្រុងញូវយ៉កដើម្បីប្រឈមមុខនឹងបទចោទប្រកាន់តាមច្បាប់សហរដ្ឋអាមេរិក 1. ការរិះគន់យ៉ាងខ្លាំងពីប្រទេសជាច្រើនបានរិះគន់យ៉ាងខ្លាំងចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិកដោយពួកគេថាវាជាការរំលោភច្បាប់អន្តរជាតិនិងរំលោភអធិបតេយ្យភាពរបស់ប្រទេសវេណេស៊ុយអេឡានៅក្នុងតំបន់អាមេរិកឡាទីនប្រេស៊ីលបាននិយាយថាសហរដ្ឋអាមេរិកបានឆ្លងកាត់បន្ទាត់ដែលមិនអាចទទួលយកបាននិងទាមទារឲ្យគោរពអធិបតេយ្យភាពប្រទេសដទៃនៅក្នុងតំបន់អាស៊ីនិងមជ្ឈិមបូព៌ាចិនបាននិយាយថាខ្លួនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនិងបានថ្កោលទោសការប្រើកម្លាំងយោធាដោយថាវាជាការរំលោភច្បាប់អន្តរជាតិប្រតិកម្មទាំងនេះបង្ហាញថាប្រទេសជាច្រើនព្រួយបារម្ភពេលប្រទេសមានអំណាចប្រើកម្លាំងយោធាដើម្បីផ្លាស់ប្ដូរអ្នកដឹកនាំប្រទេសផ្សេង 2. ប្រតិកម្មពីប្រទេសអឺរ៉ុបនិងអង្គការអន្តរជាតិនៅក្នុងតំបន់អឺរ៉ុបប្រទេសភាគច្រើនមិនគាំទ្រប្រតិបត្តិការយោធានេះទេប៉ុន្តែបានលើកឡើងអំពីដំណោះស្រាយតាមច្បាប់និងការទូតសហភាពអឺរ៉ុបបានអំពាវនាវឲ្យគោរពច្បាប់អន្តរជាតិនិងឲ្យប្រទេសទាំងអស់មានការអត់ធ្មត់បារាំងបាននិយាយថាដំណោះស្រាយយូរអង្វែងមិនអាចត្រូវបានបង្ខំមកពីខាងក្រៅទេហើយប្រជាជនវេណេស៊ុយអេឡាគួរតែជាអ្នកសម្រេចអនាគតរបស់ខ្លួនឯង 3. ប្រតិកម្មគាំទ្រឬមានមតិចម្រុះមិនមែនប្រទេសទាំងអស់បានរិះគន់ទេនៅអាហ្សង់ទីនប្រធានាធិបតី Javier Milei បានស្វាគមន៍ការចាប់ខ្លួនម៉ាឌូរ៉ូដោយហៅវាថាជាដំណឹងល្អសម្រាប់ពិភពលោកសេរីមតិខ្លះបាននិយាយថាការគ្រប់គ្រងយូររបស់ម៉ាឌូរ៉ូបានធ្វើឲ្យប្រជាជនវេណេស៊ុយអេឡារងទុក្ខវេទនាហើយការដកគាត់ចេញអាចបើកផ្លូវទៅរកការផ្លាស់ប្ដូរប្រជាធិបតេយ្យ 4. ការព្រួយបារម្ភពីអង្គការអន្តរជាតិនិងច្បាប់អង្គការសហប្រជាជាតិបានបង្ហាញការព្រួយបារម្ភថាការប្រើកម្លាំងយោធាបែបនេះអាចបង្កគំរូគ្រោះថ្នាក់និងអាចរំលោភច្បាប់អន្តរជាតិនៅក្នុងសហរដ្ឋអាមេរិកផងដែរមតិមានការបែងចែកអ្នកនយោបាយខ្លះគាំទ្រប្រតិបត្តិការនេះខណៈដែលអ្នកដទៃរិះគន់ថាវាខ្វះការត្រួតពិនិត្យតាមច្បាប់និងអាចធ្វើឲ្យតំបន់មិនមានស្ថិរភាពសេចក្តីសន្និដ្ឋានសរុបមកប្រទេសជាច្រើនពិសេសនៅអាមេរិកឡាទីនអាស៊ីនិងអឺរ៉ុបបានថ្កោលទោសសកម្មភាពរបស់សហរដ្ឋអាមេរិកដោយថាវារំលោភអធិបតេយ្យភាពនិងច្បាប់អន្តរជាតិប្រទេសអឺរ៉ុបនិងអង្គការអន្តរជាតិបានអំពាវនាវឲ្យដោះស្រាយបញ្ហាដោយសន្តិភាពនិងតាមច្បាប់មេដឹកនាំខ្លះបានស្វាគមន៍ការចាប់ខ្លួនម៉ាឌូរ៉ូដោយមើលឃើញថាវាអាចនាំទៅដល់យុត្តិធម៌ឬការផ្លាស់ប្ដូរល្អប្រសើរប្រតិកម្មទាំងនេះបង្ហាញថាទំនាក់ទំនងអន្តរជាតិមានភាពស្មុគស្មាញខ្លាំងពេលដែលការប្រើកម្លាំងយោធាត្រូវបានយកមកប្រើលើអ្នកដឹកនាំប្រទេសមួយ